បទខ្លីរបស់អង្គការលីកាដូចេញផ្សាយនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2026អ្នកសារព័ត៌មានអនឡាញ2រូបត្រូវបានផ្ដន្ទាទោសពាក់ព័ន្ធនឹងអំពើក្បត់ជាតិដោយដាក់ពន្ធនាគាររយៈពេល14ឆ្នាំជុំវិញការបង្ហោះព័ត៌មានព្រំដែននៅលើបណ្ដាញសង្គម Facebook សាលាដំបងខេត្តសៀមរាបបានសម្រេចផ្ដន្ទាទោសទៅលើអ្នកសារព័ត៌មាន2រូបរួមមានលោកផនសុភីបនិងលោកភៀបភារាពីបទប្រកុលឲ្យរដ្ឋបរទេសនៅព័ត៌មានជាអាចធ្វើឲ្យអន្តរាយការការពារជាតិតាមបញ្ញត្តិមាត្រា445នៃក្រមព្រហ្មទណ្ឌអ្នកទាំងពីរត្រូវបានតុលាការផ្ដន្ទាទោសដោយដាក់ពន្ធនាគាររយៈពេល14ឆ្នាំកាលពីថ្ងៃទី17ខែធ្នូឆ្នាំ2025ដោយការផ្ដន្ទាទោសនោះគឺជិតដល់ចំនួនអតិបរមានៃចំនួនទោសរយៈពេល15ឆ្នាំចំពោះបទចោទពាក់ព័ន្ធនឹងអំពើក្បត់ជាតិនេះលោកសុភីបនិងលោកភារាកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តសៀមរាបអ្នកសារព័ត៌មានទាំងពីររូបនេះបានធ្វើការរាយការណ៍ជុំវិញចំនួនព្រំដែនកម្ពុជាថៃលើកដំបូងនៅក្នុងខែកក្កដាឆ្នាំ2025ឲ្យសារព័ត៌មានអនឡាញ TSP 68 TV Online និងបាត់ដំបងប៉ុស្តិ៍ TV Online យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបងខេត្តសៀមរាបដែលចេញផ្សាយនៅថ្ងៃទី10ខែកញ្ញាឆ្នាំ2025ដែលបានបង្ហាញបទចោទចំពោះអ្នកសារព័ត៌មានទាំងពីរគឺពាក់ព័ន្ធនឹងការបង្ហោះលើបណ្ដាញសង្គម Facebook នៅខណៈដែលអ្នកទាំងពីរធ្វើការនៅក្នុងខេត្តឧត្តរមានជ័យនៅជិតព្រំដែនកម្ពុជាថៃអំឡុងថ្ងៃទី25ដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2025លោកភារានិងលោកសុភីបត្រូវបានចាប់ខ្លួននៅទីតាំងផ្សេងគ្នានៅថ្ងៃទី31ខែកក្កដាឆ្នាំ2025ក្រោយត្រឡប់ពីធ្វើបទយកការពីបញ្ហាព្រំដែនវិញមុនការចាប់ខ្លួនអ្នកសារព័ត៌មានទាំងពីររូបនេះត្រូវបានគេឃើញថតជាប់ជាមួយនឹងទាហានកម្ពុជានៅពីមុខប្រាសាទតាក្របីក្នុងរូបភាពមួយសន្លឹកដែលរូបភាពនោះត្រូវបានថតក្រោយពីបទឈប់បាញ់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025រូបភាពទាំងនោះត្រូវបានគេយកទៅបង្ហោះចែកចាយឡើងវិញដោយសារព័ត៌មានថៃដោយមានរូបភាពមីននៅផ្ទៃខាងក្រោយដែលមិនបញ្ជាក់ទីតាំងសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័ររបស់អង្គការលីកាដូ www.lickado-cambodia.org